ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ YouTube Channel របស់ពួកយើងនៅក្នុងថ្ងៃនេះគឺយើងនឹងបន្តសិក្សាអំពីការថែទាំនៃជំងឺដែលមាន Pulmonary Edema ការថែទាំនៃជំងឺដែលមានបញ្ហាហើមសួតភាគទី3របស់យើងដែលយើងនឹងនិយាយអំពី Nursing Care Plan Nursing Care Plan របស់យើងនៅក្នុងថ្ងៃនេះគឺយើងនិយាយអំពី Nursing Tendency មួយដែលយើងនិយាយអំពី Impaired Gas Exchange តើ Impaired Gas Exchange មានន័យបែបណាអ្នកទាំងអស់គ្នាអាចសាកល្បងគិតបន្តិចហើយមុននឹងយើងដល់ចូលដល់ការបញ្យល់ Impaired Gas Exchange មានន័យថាលំនាំនៃការផ្លាស់ប្ដូរឧស្ម័នមានប្រសិទ្ធភាពហើយសួរថាតើក្នុងករណីអ្នកជំងឺដែលមាន Pulmonary Edema ហេតុអីបានជាគេនិយាយថាលំនាំនៃការផ្លាស់ប្ដូរឧស្ម័នគ្មានប្រសិទ្ធភាពនៅពេលដែលយើងកលេចទៅមើលរូបភាពរបស់យើងកាលពីវីដេអូទី1យើងឃើញ RVO របស់យើងPulmonary Edema គឺគេនិយាយថានៅក្នុង RVO គឺមានសារធាតុរាវនៅក្នុងហ្នឹងយើងនិយាយថាមានទឹកនៅក្នុងហ្នឹងចុះជាធម្មតាបើសិនបើទឹកតិចវាមិនជា edema ទេប៉ុន្តែប្រហែលជាក្នុងករណីហ្នឹងមានទឹកច្រើនមែនទែននៅក្នុង alveol អញ្ចឹងវាធ្វើឲ្យ alveol ហ្នឹងមានការប៉ះពាល់ទៅដល់ការផ្លាស់ប្ដូរអុកស៊ីសែនដូចយើងដឹងហើយថានៅក្នុង alveol វានឹងមានអុកស៊ីសែននេះវានឹងត្រូវធ្វើការផ្លាស់ប្ដូរគ្នាជាមួយនឹង capillary ណាមានន័យថាបេះដូងច្បាច់មកសួតមាន CO2 ហើយផ្លាស់ប្ដូរដើម្បីទទួលបានអុកស៊ីសែនអញ្ចឹងក្នុងករណីដែលក្នុងករណីដែលមានសារធាតុរាវនៅក្នុងនេះអញ្ចឹងវាធ្វើឲ្យការផ្លាស់ប្ដូររវាងអុកស៊ីសែននិងកាបូនឌីអុកស៊ីតត្រូវបានរាំងស្ទះដោយសារតែមានសារធាតុរាវនៅក្នុងហ្នឹងអញ្ចឹងបានជាយើងឲ្យបញ្ហាមួយទាក់ទងជាមួយនឹង Pulmonary Edema គឺ Impaired Gas Exchange អញ្ចឹងយើងចូលរូបភាពឲ្យប៉ុន្តែនៅក្នុងការសរសេរ Nursing Diagnosis តើយើងសរសេរបែបណាយើងទៅបន្តទៀតអញ្ចឹង Impaired Gas Exchange related to ណាយើងតែងតែមានពាក្យ related to អីបងប្អូនទាំងអស់គ្នា alveolar fluid នោះមានន័យថាសារធាតុរាវ accommodation មានន័យថាអាចថាប្រមូលផ្ដុំឬក៏សបោបែបនៅក្នុងនឹងអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យអ្នកជំងឺយើងគាត់មានសារធាតុរាវព័ទ្ធជាមួយនឹងហើយសួរថាតើដោយសារអីគេដោយសារតែ pulmonary edema ហើយ evidence សញ្ញាដែលស្ដែងឡើងដូចយើងបានឃើញហើយមានoxygen saturation របស់អ្នកជំងឺគាត់ចុះទាបយើងមាន dyspnea អ្នកជំងឺពិបាកដកដង្ហើមអ្នកជំងឺថប់ដង្ហើមពិបាកក្នុងខ្លួនណា dyspnea អ្នកជំងឺរបស់យើងមាន ABG ខុសប្រក្រតី abnormalអញ្ចឹងអាហ្នឹងគឺជាសញ្ញាដែលយើងអាចស្ដែងឡើងថាអ្នកជំងឺគឺ impaired gas exchange ហើយ impaired gas exchange ក្នុងករណីនេះយើងអាចគិតទៅលើបញ្ហាផ្សេងទៀតក្រៅពីមានសារធាតុរាវនៅក្នុងហ្នឹងគឺដូចជាការរលាកជាដើមអញ្ចឹងអ្វីដែលយើងត្រូវធ្វើជាការអន្តរាគមន៍របស់អ្នកថែទាំ nursing intervention យើងគួរធ្វើអីយើងអាចសម្រាប់បន្តិចហើយយើងគិតពិចារណាទៅលើការអន្តរាគមន៍ការថែទាំរបស់គ្លីនិកបឋមយើងអញ្ចឹងទី1 position របស់អ្នកជំងឺគឺជារឿងសំខាន់គឺជា independent position របស់យើងគឺ Fowler position ណា Fowler position ហ្នឹងគឺយើងដាក់ពាក្យកណ្ដាលអង្គុយឬក៏ semi Fowler ក៏បានដែរដើម្បីឲ្យអ្នកជំងឺហ្នឹងគាត់អាចដកដង្ហើមបានល្អណា semi Fowler តមកទៀតយើងប្រកាសជាត្រូវការផ្ដល់អុកស៊ីសែនឲ្យអ្នកជំងឺហើយការផ្ដល់អុកស៊ីសែននេះគឺយើងផ្ដល់ទៅតាមលក្ខខណ្ឌរបស់អ្នកជំងឺផ្ដល់ទៅតាមកម្រិត SpO2 របស់អ្នកជំងឺដែលកំពុងតែមានបញ្ហាបន្តមកទៀតយើងត្រូវ monitor vital sign តាមដានសញ្ញាជីវិតនេះជារឿងទូទៅហើយដែលអ្នកថែទាំយើងគឺត្រូវតែតាមដានសញ្ញាជីវិតឲ្យបានដិតដល់ដើម្បីឲ្យប្រកាសថាអ្នកជំងឺរបស់យើងគឺមិនមានបញ្ហាប្រែប្រួលទៅជាធ្ងន់ធ្ងរទេបន្តមកទៀតគឺ assessment អ្វីដែលយើងចង់និយាយពីនេះគឺ pre-sound អញ្ចឹងគឺសំឡេងសួតណាសំឡេងសួតអាចនឹងលើអីគេអ្នកទាំងអស់គ្នាយើងសំឡេងសួតរបស់យើងពេលនេះអាចលើ crackle
critical គឺជារឿងដែលយើងយ៉ាសំទោស critical គឺជារឿងដែលយើងអាចនឹងលឺច្រើនបន្ទាប់មកទៀតអាច wheezing តែយើងលឺច្រើននឹងតែ critical ឬក៏ decrease sound ណាអញ្ចឹង critical គឺសំឡេងប្រវាលឺនៅពេលដែលមានទឹកនៅក្នុង alveol ហើយខ្យល់ប៉ះជាមួយនឹងទឹកហ្នឹងទៅបង្កើតបានជាសំឡេងខុសប្រក្រតីហើយយើងផ្ដល់ថ្នាំតាមវេជ្ជបញ្ជាហើយពេលច្រើនថ្នាំដែលគេប្រើប្រាស់គឺ diuretic ហ្នឹងគឺពពួកថ្នាំបញ្ចុះទឹកនោមអញ្ចឹងណាដូចជា furosemide ជាដើមណាដើម្បីបញ្ចុះទឹកនោមទៅកុំឲ្យវាសល់ទឹកនោមច្រើនសល់ជាតិទឹកច្រើនពេកនៅក្នុងរាងកាយអញ្ចឹងនៅពេលដែលយើងធ្វើការអន្តរាគមន៍បែបហ្នឹងតើយើងចង់បានអីគឺយើងចង់ឲ្យអ្នកជំងឺSpO2 របស់គាត់ណាឡើងមកវិញអាចថាធំជាងឬស្មើ 95% អ្នកទាំងអស់គ្នាធំជាងឬស្មើ 95% ABG របស់គាត់ normal មកវិញមកហើយអ្នកជំងឺអាច breathe easily អ្នកជំងឺអាចដកដង្ហើមបានស្រួលជាងមុនណាeasier ណាអ្នកជំងឺអាចដកដង្ហើមបានស្រួលជាងមុននេះគឺជាអ្វីដែលយើងគួរតែអន្តរាគមន៍សម្រាប់អ្នកជំងឺម្នាក់ដែលគាត់មានបញ្ហា impaired gas exchange នៅគ្នានៅពេលដែលយើងគិតនេះកន្លែង oxygen នេះទោះបីជាយើងផ្ដល់ oxygen យ៉ាងណាក៏ដោយវាដល់ការផ្ដល់ oxygen ហ្នឹងវាគ្រាន់តែជួយ support ទេព្រោះនៅពេលដែលយើងផ្ដល់ oxygen កាន់តែច្រើនប៉ុន្តែយើងក៏លេចទៅមើលការផ្លាស់ប្ដូរឧស្ម័ននេះគឺអត់កើតដោយសារតែមានទឹកអញ្ចឹងអ្វីដែលជាការអន្តរាគមន៍យើងមានទាំងការថែទាំហើយយើងមានទាំងការព្យាបាលអញ្ចឹងការថែទាំនិងការព្យាបាលយើងត្រូវសហការគ្នាទៅនេះដូចការព្យាបាលហ្នឹងគេមាន diuretic medication ថ្នាំដើម្បីបញ្ចុះជាតិទឹកអញ្ចឹងនៅពេលដែលបញ្ចុះជាតិទឹកទៅឲ្យវាអាចសក់ទឹកហ្នឹងទៅឬក៏សក់ហើមសក់អីហ្នឹងទៅវាធ្វើឲ្យអ្នកជំងឺនឹងអាចស្រួលដកដង្ហើមជាងមុនអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដាននៅវីដេអូមួយនេះហើយកុំភ្លេចចែករំលែកទៅកាន់មិត្តភ័ក្តិរបស់យើងផងយើងនឹងជួបគ្នាបន្ទាប់នៅ next មួយទៀតដែលយើងនិយាយពី decrease កិច្ចជា output